ចាថ្ងៃសួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនពីរបៀបធ្វើសាច់គោលេងគ្រឿងហ្នឹងហើយសាច់គោលេងគ្រឿងរបស់យើងនេះឥឡូវគ្រឿងផ្សំនេះយើងមានដូចជាសាច់គោពុលក្រីខ្ទឹមសខ្ទឹមក្រហមទំដេងស្លឹកក្រូចសើចមានខ្ទិះដូងទឹកស៊ីអ៊ីវអំបិលចេងហើយនឹងស្ករសហ្នឹងហើយឥឡូវយើងចាប់ផ្ដើមលាងសាច់គោនិងហាន់សាច់គោយើងសិនពោសាច់គោរបស់យើងនេះបងប្អូនគឺយើងឆ្លាក់វាបន្តិចតែយើងអត់បន្លាយប្រៃទេគឺឆ្លាក់ឲ្យវារសជាតិរៀងឡមហើយយើងដាក់ទឹកស៊ីអ៊ីវបន្តិចហើយបន្ទាប់មកគឺយើងដាក់ស្ករបន្តិចយើងដាក់ប៊ីចេងបន្តិចទៅដើម្បីឲ្យសាច់គោរបស់យើងមានចូលជាតិឲ្យវាចូលជាតិទៅដល់សាច់ខាងក្នុងបន្ទាប់មកគឺយើងច្របល់វាចូលជាតិហ្នឹងហើយរួចរាល់ហើយយើងទុកឲ្យវាចូលជាតិបន្តិចហើយចំពោះមុខម្ហូបមួយនេះយើងអាចយកសាច់គោនេះទៅចៀនក៏បានឬក៏អាំងក៏បានតាមចំណង់ចំណូលចិត្តរបស់យើងហ្នឹងហើយឥឡូវយើងចាប់តាមបុកគ្រឿងយើងបុកពុលក្រីជាមួយរំដេងឲ្យហើយតោះមកយើងដាក់ខ្ទឹមសខ្ទឹមក្រហមហ្នឹងឥឡូវយើងចាប់តាមដាក់ខ្ទិះដូងយើងយកគ្រឿងរបស់យើងកូរជាមួយខ្ទិះដូងហ្នឹងហើយគ្រឿងរបស់យើងដាក់អំបិលបន្តិចស្ករសប៊ីចេងបន្តិចហ្នឹងហើយយើងច្របល់វាចូលតើមកយើងដាក់ប្រេងខ្យងបន្តិចទៅដើម្បីធ្វើឲ្យទឹកជ្រក់របស់យើងហ្នឹងវាប្រៃឡំជាឆ្ងាញ់បងប្អូនយកទៅមកទៅអីហើយយើងកាត់ម្ទេសដាក់ឲ្យបងប្អូនប្រមូលយកមកអស់មកដាក់ប៉ាអីមកចាក់ដល់ហើយបន្ទាប់មកយើងដាក់ខ្ទឹមជក់ខ្ទឹមដែលយើងធ្វើដាក់ពីល្បឿនចូលហ្នឹងហើយយើងភ្លក់គ្រឿងរបស់យើងហ្នឹងឲ្យវាល្មមឆ្ងាញ់ណាឥឡូវបានពុះហើយឥឡូវយើងអាចបាក់វាទៅបងប្អូនសាច់គោរបស់យើងនេះបងប្អូនអាចដាក់ទាំងមូលក៏បានឬមួយក៏ហាន់ក៏បានឥឡូវខ្ញុំហាន់ខ្លះខ្ញុំដាក់កាត់ខ្លះសម្រាប់សាច់គោលេងគ្រឿងរបស់យើងគឺរួចរាល់ហើយបងប្អូនទឹកគ្រឿងដែលយើងស្រូបជាមួយនឹងសាច់គោរបស់យើងគឺមានរសជាតិឆ្ងាញ់មែនទែនព្រោះយើងលាយជាមួយនឹងខ្ទិះដូង
Cắt lưỡi sang tên con. Bây giờ cắt lưỡi là cơ định khắp khắp cắt làm tới. Này. Ngay cái chanh tênសម្រាប់ đừng hôm មួយ នេះ បងប្អូន អាច សាក បង ធ្វើ ទៅ គឺ ឆ្ងាញ់ មែនទែន